សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Channel របស់ខ្ញុំម្ដងទៀតក្នុងថ្ងៃនេះសម្រាប់វីដេអូនេះផងដែរខ្ញុំសូមធ្វើការបង្ហាញពីការបង្កើត AR Down Payment Invoice ឬក៏ Down Payment ជាទូទៅយើង record document នេះគឺសម្រាប់ធ្វើការទទួលលុយកក់ពីអតិថិជនរបស់យើងអូខេអញ្ចឹងយើងចាប់ផ្ដើមទាំងអស់គ្នាជាដំបូងយើងចូលទៅក្នុង AR ដើម្បីយើងចូល AR Down Payment Invoice យើងចាប់ customer ដើម្បីយក customer ដែលយើងធ្វើ down payment តោះមកយើងចាប់ item ដែលគាត់នឹងធ្វើលុយកក់ឲ្យយើងតទៅពីយើងរើ item ហើយយើងដាក់ quantity របស់ item យើងដាក់ unit price មកអូខេតោះមកយើងដាក់ UM code ថាគាត់កក់លុយកក់លើ item គេຂະຫນາດអីគេដែរតោះមកយើងដាក់គ្រប់ item ទាំងអស់មកបន្ទាប់ពីដាក់ហើយយើងចាប់ផ្ដើមមើល total document នេះជាកន្លែងដែលយើងយកលុយកក់ក្នុង item ទាំងអស់ហ្នឹងយើងយកលុយកក់ពីគាត់ប្រមាណភាគរយពីអតិថិជនយើងប្រមាណភាគរយបន្ទាប់ពីពិនិត្យហើយយើងធ្វើការ document នេះជាការស្រេចអូខេអរគុណបាយបាយ